បងណាដែលនៅសង្ស័យថាម៉ាស៊ីនលាងចានរបស់យើងវាលាងអត់ទាន់ស្អាតបាន 100% តោះយើងមកមើលជាមួយគ្នាអញ្ចឹងនៅក្នុងនេះយើងមានចានប្រឡាក់ច្រើនប្រភេទមែនទែនយើងមានតែលើប្រភេទសម្លគ្រឿងម្ជូរគ្រឿងក៏ឆាគ្រឿងយើងក៏មានដែរអញ្ចឹងអានេះជាការចានដែលយើងប្រឡាក់ជាក់ស្ដែងគឺប្រឡាក់ខ្លាំងមែនទែនបងប្អូនគឺក្រៀមចង់ចូលលក្ខណៈក្រៀមហើយគឺយើងឆ្កាស់មកអត់ចេញទេបងប្អូនអាចមើលបានអានេះរៀងដិតរៀងអានេះបាទនេះក៏ក្រៀមខ្លាំងដែរអញ្ចឹងគឺថាប្រភេទនេះគឺក្រៀមសឹងទាំងអស់មកបងប្អូនថា 90% ហើយអញ្ចឹងអានេះប្រភេទប្រឡាក់ជាក់ស្ដែងមកប្រភេទសម្លគ្រឿងឆាគ្រឿងអីក៏មានដូចគ្នាបងប្អូនអញ្ចឹងឥឡូវយើងចាប់ដើមរៀបយើងចាក់សម្លចោលសិនបើមិនមានកាកសម្លច្រើនចេះបងប្អូនចាក់ចោលសិនចុះអញ្ចឹងមានកាកបាយកាកបន្លែយើងគីចោលសិនមកបន្តិចយើងរៀបចានចាអូខេអញ្ចឹងអានេះដូចគ្នាដែរអានេះគេថាកាកបាយច្រើនពេកកាក់ចោលនេះក៏គ្រាមដូចគ្នាដែរបងប្អូនអូខេអញ្ចឹងយើងបើកម៉ាស៊ីនរបស់យើងមកយើងរៀបចានចូលអញ្ចឹងប្រភេទចានតែមួយយើងរៀបគឺប្រភេទចានប៉ាតចានបាយរបស់យើងហ្នឹងអញ្ចឹងយើងមាន2ជាន់មានជាន់លើហើយនិងជាន់ក្រោមអញ្ចឹងប្រភេទជាន់លើបងប្អូនអាចដាក់ចានតូចៗបែបនេះបានមកប្រឡោះដាក់មួយមកប្រឡោះដាក់មួយចឹងមកដើម្បីឲ្យមានប្រឡោះសម្រាប់ពេលទឹកបាញ់ទៅគឺមានប្រឡោះសមស្របសម្រាប់ឲ្យទឹកចូលគ្រប់កន្លែងបងប្អូនចឹងខាងមុខនេះក៏បងប្អូនអាចដាក់ប្រភេទចានប៉ាតនឹងដូចគ្នាដែរមានប្រឡាក់មានអីចឹងទៅដោយកាក់សំណល់តិចតួចក៏បានដែរបងប្អូនអត់អីទេអូខេមួយសាប៊ូគ្រាប់គឺសាប៊ូគ្រាប់យើងដាក់មកគ្រាប់បានដាក់ខាងក្នុងហើយរុញបិទវិញអូខេតោះមកយើងបិទម៉ាស៊ីនចុចបើកមួយចុចយកមុខងារលាងកម្រិតមកល្មមហើយយើងចុច start តែម្ដងអូខេបងឥឡូវយើងបានលាងសម្អាតចប់ហើយការតេស្តរបស់យើងអញ្ចឹងយើងអាច check មើលលទ្ធផលជាមួយគ្នាបានអញ្ចឹងបើកមកចំហាយក្តៅនៅឡើយនេះក្តៅមានន័យថាក្តៅឈួលមកហ្មងអញ្ចឹងហើយយើង check មើលជាន់ក្រោមមុនគេដោយសារតែបើយើងទាញជាន់លើមកមុនវាអាចមានដក់ទឹកតំណក់នៅតាមនេះវាស្រក់មក30ចានរបស់យើងអញ្ចឹងយើង check មើលចានក្រោមមុនគេយើងដកចានក្រោមក៏នៅខាងក្រោមយើងត្រូវដកមុនគេដែរអញ្ចឹងអានេះចានគោមស្អាតហ្មងភ្លឺស្អាតដូចថ្មីហ្មងអញ្ចឹងគ្រប់ផ្នែកទាំងអស់ចានគឺស្អាតអានេះប្រឡាក់ខ្លាំងបែបណានេះអានេះប្រភេទប្រឡាក់ក្រៀមជាប់នឹងចានគឺស្អាតដូចគ្នាទាំងមុខទាំងក្រោយគឺស្អាតនេះយើង check មើលម្ដងមួយអានេះស្នាមចានបងប្អូនស្នាមចាននេះស្នាមចានអូខេស្អាតដូចគ្នាប្រឡាក់ក្រៀមអានេះយើងຕົកចោលយូរមកក៏អត់អីដែរចាននៅក្តៅនៅឡើយនេះខ្ញុំកាន់នៅក្តៅនេះចានសិតតែស្អាតទាំងអស់នឹង check ជាន់លើម្ដងអានេះខាងមុខយើង check មួយអញ្ចឹងអូខេអានេះចានចង្កឹះរបស់យើងនៅក្តៅនេះខ្ញុំប៉ះចង់លាកដៃដែរអញ្ចឹងទាំងខាងមុខទាំងខាងក្រោយសិតតែស្អាតនេះយើង check ខាងក្រោមម្ដងអូខេអានេះម្ដងអានេះទាំងមុខទាំងក្រោយ check អាក្រោយគេម្ដង check ក្រោយគេស្អាតដូចគ្នាទាំងមុខទាំងក្រោយនេះក្រោយមួយទៀតបងប្អូនបានឃើញជាក់ស្ដែងហ្មងយើងដាក់ក្រោយក៏លាងស្អាតដាក់ខាងមុខក៏លាងស្អាតដូចគ្នាដាក់ជាន់នេះវិញអូខេនេះយើងប៉ះតិចដួលមកអានេះខាងក្រោមចានគោមចានចង្កឹះនៅក្តៅទាំងអស់ហ្មងអញ្ចឹងទាំងមេរោគទាំងបាក់តេរីអីគឺងាប់ក្នុងម៉ាស៊ីននឹងទាំងអស់ហ្មងដោយសារតែយើងលាងជាមួយទឹកក្តៅ
ហើយមាន UV មានកម្ដៅសម្រាប់មេរោគទៀតអញ្ចឹងសុវត្ថិភាពខ្ពស់ខ្លាំងមែនទែនសម្រាប់សុខភាពរបស់បងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាទៅលើការតេស្តផ្ទាល់អញ្ចឹងគឺលទ្ធផលយើងបានឃើញជាក់ស្ដែងតែម្ដងមកថាប្រភេទសម្លគ្រឿងខ្លាំងគ្រឿងម្ជូរគ្រឿងឬក៏ឆាគ្រឿងអីទេមិនថាគ្រឿងខ្លាំងប៉ុណ្ណាអានេះខ្ញុំប្រើមុខងារលាងធម្មតាបងប្អូនអត់ប្រើមុខងារលាងខ្លាំងទេមុខងាររូបចានរបស់យើងនៅខាងមុខនេះអានេះសម្រាប់លាងធម្មតាបងប្អូនអញ្ចឹងគឺលទ្ធផលគឺស្អាតខ្លាំងមែនទែនប្រឡាក់គ្រឿងប៉ុណ្ណឹងបើអានេះបានលាងខ្លាំងតែអានេះខ្ញុំប្រើសម្រាប់ប្រឡាក់ធម្មតាហើយប្រើកាត់បន្ថយទៅលើរយៈពេលទៀតអញ្ចឹងការសម្អាតគឺស្អាតខ្លាំងមែនទែនបងប្អូនអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូនេះយើងជួបគ្នានៅវីដេអូក្រោយ